ជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាកិច្ចការងារប្រចាំថ្ងៃរបស់ខ្ញុំមកបងប្អូនគឺក្រៅពីការងារផ្ទះនិងការងារលក់ដូរតិចតួចហើយក៏មានមុខរបរអ៊ុតសក់ដែលយើងតម្រូវគៀបសក់ឲ្យភ្ញៀវឬក៏លាបថ្នាំសក់កក់សក់អីចឹងណាបងប្អូនហើយខ្ញុំផុសនេះដោយសារតែរាល់ដងខ្ញុំផុសតែរូបកូនផុស Facebook ឬក៏ផុស YouTube អីចឹងណាដល់ពេលហើយប្រហែលជាមានអ្នកគាត់ឆ្ងល់ថាម្នាក់នឹងមួយថ្ងៃអត់ធ្វើការងាររកស៊ីអីទេមើលទៅអាឡ័យតាដើរតែថតរូបកូនយកមកផុស Facebook យកមកផុសទៅនេះផុសទៅនោះអីចឹងតាមការពិតមែនទេបងប្អូនខ្ញុំក៏មានការងាររវល់មានមុខរបរមានអីធ្វើដូចតែគេដូចតែឯងដែរហ្នឹងគ្រាន់តែថាខ្ញុំតែងតែឆ្លៀតធ្វើដោយសារតែចង់ចែកម្លែកជូនបងប្អូនមើលមិនថារូបភាពរបស់កូនគាត់ធ្វើនេះធ្វើនោះចឹងទៅយើងផុសទុកពេលដែលគាត់ធំឡើងចឹងទៅគាត់អាចមើលឃើញវីដេអូសកម្មភាពដែលគាត់ធ្វើអីកាលដែលគាត់នៅពីទូចឹងណាបងប្អូនហ្នឹងហើយនេះជាការងាររវល់ពេលថ្ងៃអាទិត្យហើយក៏អត់បានថតសូរិនចូលជាមួយដែរដោយសារតាសូរិនគាត់រវល់ដែរនិយាយទៅគាត់ជួយការងារកន្លែងលក់ដូរនៅខាងក្រៅដោយសារនៅក្រៅតូបហ្នឹងយើងមានលក់ដូរអីតិចតួចហ្នឹងគឺសូរិនគាត់ជួយលក់ចឹងហើយអត់បានថតគាត់ទេហើយមិនធំតែជួយការងារបងប្អូនគាត់នៅផ្ទះគាត់ជួយការងារនេះនោះអីចឹងណាបងប្អូនដូចថាយាយនៅផ្ទះត្រូវការធ្វើនេះធ្វើនោះចឹងខ្វះខាតអីចឹងត្រូវប្រើគាត់ដើម្បីយកនេះឲ្យយកនោះឲ្យអីចឹងទៅបងប្អូនអើយនិយាយទៅកូនឲ្យទៅពេលទៅនេពីរៀនបិទតែគាត់នៅក្មេងគាត់ចូលចិត្តលេងមែនប៉ុន្តែយើងអាចប្រើគាត់បានខ្លះហើយណាមួយក៏ចង់បរៀនគាត់ឲ្យគាត់ចេះជួយកិច្ចការងារផ្ទះអីចឹងណាបងប្អូនហើយណាមួយគាត់បាននៅលេងចិត្តយើងផងអត់ឃ្លាតពីភ្នែកដោយសារតែខ្ញុំកំពុងតែធ្វើកិច្ចការងារហ្នឹងគាត់នៅខាងខូចខ្នងខ្ញុំនៅតែជួយការងារនៅចិត្តនឹងដែរអញ្ចឹងមិនថាបងប្អូនយើងមានកូនទូចដែលគាត់អាចជួយបានបរៀនគាត់ដើម្បីឲ្យគាត់ចេះការងារបដាអញ្ចឹងណាហើយនៅពេលដែលគាត់ចេះការងារទៅគាត់តែងតែនិយាយប្រាប់ខ្ញុំថាម៉ាក់ការងារនេះហត់ណាស់មុំតែយើងបានលុយការងារនោះហត់ណាលក់ដូរអីចឹងមុំតែយើងបានលុយមិនស្រួលទេដល់ពេលចឹងគាត់យល់ពីយើងគាត់អត់សូវហ៊ានដូចថាទាទិញអីផ្ដេសផ្ដាស់យូរបានសុំម្ដងដោយសារតែយើងឲ្យគាត់ដឹងពីការលំបាកនៃការរកលុយឯហ្នឹងហើយបងប្អូនណាខ្លះដែលគាត់តែងតែបរៀនកូនដូចខ្ញុំដែរហ្នឹងហើយបងប្អូនវីដេអូនឹងមានតែប៉ុណ្្នឹងទេអរ